ឲ្យជួបគ្នានៅសង្វៀនស៊ីឌីអិនឬសៃកើបាទប្រកួតលក្ខណៈមិត្តភាពអន្តរជាតិហើយក៏មានវគ្គរបស់មួយទៀតនោះគឺបន្ថែមថវិកា$1000លើតម្លៃខ្លួនប្រសិនបើអ្នកណាម្នាក់ក្នុងចំណោម5នាក់នេះដួលឲ្យដៃគូបោះបង់ការប្រកួតបានលឿនជាងគេអរគុណបាទបែរមកទៅកាន់បងប្អូនយើងអែមបែនេះបាទបើនិយាយពីបងប្អូនដែលយើងស្គាល់គឺគេថាកាន់ទេស្រុកខ្មែរកាន់ទេវិញស្រីបាទឥឡូវនេះអាចដូរទៅកាន់ទេវត្តភ្នំវិញក៏មិនដឹងដែរបាទនៅតែសង្ហារៀងរើមមផលសបនក៏ធ្លាប់ប៉ះម្ដងដែរបាទលើកមុនដូចជាប៉ះតែឈ្នះបន្ទុកទេតែលើកនេះខ្ញុំជឿថាតឹងណាស់ព្រោះថាអឹមបេងពីមួយប្រកួតទៅមួយប្រកួតគាត់ហាក់បីដូចជាយល់អំពីគុណខ្មែរច្បាស់ទៅហើយបាទឥឡូវយើងជួបជាមួយនឹងដំរីគ្រប់វិធានផលសបនមុនដំបូងទេផលសបនការពី3ឬថាជាប់ជួបគាត់នឹងការពី3ឆ្នាំមុន3ឆ្នាំមុនការជួបជាមួយគាត់នឹងមិនដែរតឹងភូទេឬក៏យ៉ាងម៉េចពេលនេះ3ឆ្នាំមុនគឺជួបប្រកួតនៅស៊ីមីបាទតាមប្រកួតតាមខ្សែក្បាច់ទេបាទដូចជាអត់សូវតាំងអត់សូវតាំងតែប្រហែលទេល្មមហូបស្រួលតែការហ្នឹងយើងនៅពេញដែរណាពេញដែរនៅពេញដែរហើយ3ឆ្នាំក្រោយជួបគ្នាទៀតដៃគូចាស់យើងមើលរៀងរើខ្លួននៅដដែលអាចនឹងថារៀងស្រួលជាងមុនឬក៏អាចនឹងតឹងជាងមុនបើយើងមើលទៅរូបភាពខាងក្រៅនៅពេលឥឡូវនេះសម្រាប់បាទនិយាយតែខ្ញុំមកបាទក៏មកវាយរកយ៉ាងនេះមានជួបអត់ធំជាងបាទខ្ញុំគិតថាប្រព័ន្ធនេះទូនេះខ្ញុំគិតថាប្រព័ន្ធនេះទូទេស្មើគ្នាស្មើគ្នាគិតថាល្អមើលហើយ50%ល្អមើល50ឃើញមួយរយៈនេះសមត្ថភាពរបស់គាត់រៀងឡើងជាងមុននេះឬក៏គាត់ថានៅក្នុងកែវនៃយើងគាត់គឺជាអ្នកទីបដដែលស្ទើរដដែលសម្រាប់គាត់មួយរយៈក្រោយនេះឃើញមកទៀតគាត់កើនឡើងគឺគាត់វាយមួយអ្នកចូលគុំតែច្រើនដែរបាទយើងឃើញដូចជាធនចាំតាក់ដូចជាអីណានោះមកកករបស់គាត់ដែរបាទហើយឃើញគាត់ឈន់គឺយើងខ្លាំងមើលមកពុតដៃមួយនឹងឌឺតម្លាក់ភ្នែកមកសម្រាប់ខ្ញុំស្រុកយើងហើយស្រុកយើងសម្រាប់ខ្ញុំអត់ចេះឌឺគេចេះតែវាយបាទតែអត់តែវាយអ្នកឌឺអូយជួយយើងវាយអ្នកឌឺមើលឥឡូវសុំមកឃ្លៀងវិញ50អត់ចង់បានពាក្យហ្នឹងឯងខ្ញុំចង់បានថាតើក្នុងចំណោម5អ្នកយើងនេះផលស្វន់អាចដណ្ដើម$1000ស្អីពី boost strong បានអត់សម្រាប់ខ្ញុំសង្ឃឹម60%ថា60%ថានឹងចូល$10,000 $1000ចុះដកផលស្វន់ទេ4អ្នកនេះផលស្វន់រំពឹងថាអ្នកណាអាចធ្វើបានតែល្អទាំងអស់ដែរហ្នឹងហើយឬសម្រាប់ទស្សនៈផលស្វន់ហើយតាមកម្រិតបាទអូខេបាទផលស្វន់គាត់ថាគាត់ដកចេញគាត់ចេញគឺតាមកម្រិតអញ្ចឹងតាមកម្រិតមានតែសុខហុចបាទគាត់ថាលើនេះវាផលស្វន់មួយសុខហុចពីនេះក្រែគេដល់ទៅដកផលស្វន់ចេញតាមកម្រិតមានសុខហុចទេបាទសង្ឃថាណាម្លងខាងនេះខាងនេះឲ្យមួយធំមួយក្លាន់ណាបាទចុះចំក្រោយបាទមានអ្វីដែលតាមទៅកាន់ពុកម៉ែបងប្អូនយើងទេខ្ញុំក្រោយសូមប្រាប់ផ្ញើដល់បងប្អូនអ្នកគ្រប់គ្រងទាំងអស់ខ្ញុំលេចចូលរួមតាមដានទេសនាការប្រកួតគុណខ្មែរសុភគុណខ្មែរនៅវិសាលនីទូស៊ីអិនវាម៉ោង11ថ្ងៃត្រង់ហើយដល់ទៅហើយកុំភ្លេចគឺគ្រប់គ្រងកោគុណខ្មែរទាំងអស់គ្នាបាទអរគុណច្រើនដល់តែយើងជួបអេមបែបាទ Maybe you can speak English a little bit yeah you talk with me too and then did you know Paul support before yes I know Paul support before how is his quality I know Paul support which I come to my first time I come to Cambodia until young for the Bangkok World Championship I try to Paul support this time I don't have experience this is my first time in Bangkok Paul support this first fight is weak but now you have a lot of experience yes and you hope to revenge him yes now I have the big experience this is not dream you know when every time I'm staying in Cambodia I'm training in Cambodia I'm eat people in command my dream is not I must be the other people the world people but my dream is to fight again with the Paul support I don't speak I speak to him it's my heart now the people give me the opportunity to CNC give me the opportunity to fight again with Paul support I'm happy for me Paul support is the best fighter you understand I'm like the Paul support I'm like the street is fighting but tomorrow is a new time you understand
tomorrow is a great fight, tomorrow is a big event. อืม And the team I know, tomorrow I give my best, and tomorrow I give the show. Oh. I know the pass upon give the show because pass upon is training, we are training the best tomorrow win. បាទអូខេសេចក្ដីគាត់និយាយច្រើនមែនទែនបងប្អូនខ្ញុំពង្រួញឲ្យខ្លីគាត់ថាគាត់តែមកជួបផលសវត្តនៅសៀមរាបដំបូងហ្នឹងថាអីគាត់ពិសារបស់គាត់នៅស្ទើរប៉ុន្តែឥឡូវគាត់ក៏មិនហ៊ានថាគាត់ពិសារបស់គាត់លើផលសវត្តដែរក៏ប៉ុន្តែនៅពេលដែលគាត់ចាញ់ផលសវត្តគាត់ស្គាល់ថាផលសវត្តគឺជាអ្នកដើមមួយដែលខ្លាំងគាត់ចូលចិត្តដែរបាទគាត់ថាជាចាប់ហ្វេនណាហើយគាត់រំពឹងថាថ្ងៃណាមួយខាងក្តីសម្បត្តិរបស់គាត់ចង់ជួបផលសវត្តម្ដងទៀតឥឡូវនេះសង្វៀនស៊ីទៀតបានបោះឱកាសជួបផលសវត្តម្ដងទៀតគាត់និយាយថាការពួតរាល់ដងបើនិយាយទៅថ្ងៃស្អែកហ្នឹងគឺជា big event សម្រាប់វិស័យគុនខ្មែររបស់គាត់ហើយអញ្ចឹងគាត់ថាគាត់នឹងបង្ហាញប្រមាណមានប្រមាណគាត់នឹងយកបង្ហាញជាមួយនឹងផលសភ័ណ្ឌនៅថ្ងៃស្អែកហ្នឹងអូខេដល់សុំតបាទ ចុងក្រោយសូមផ្ដាំទៅកាន់តែរស្អែកឲ្យគាត់នឹងស្គាល់ផលគាត់កាន់តែច្បាស់ He said tomorrow you will know him well I don't understand. tomorrow you will know him And speak again. You Okay. understand? First of all, this is a good fighter. okay You understand? I understand But now, me I'm the best. oh Okay? បាទ Wait. អូខេ Now, me I'm the best. អឺ I'm like this team first of all. And now, we am the best. Mhm. And not only, Mhm. first of all to move now. អូគាត់ថាបើយើងនិយាយភាសាខ្មែរគាត់ថាផលស្បន់គឺជាកម្ពុជាអ្នកបដាល់ប៉ុន្តែគាត់លើកម្ពុជាអ្នកបដាល់ទៀតអានេះបើយើងនិយាយសម្រាប់ឆ្ងាញ់ហ្មងបាទអញ្ចឹងគាត់ថាស្អែកដេកមកនិយាយតអត់ បើមានសមត្ថភាពឲ្យគាត់ចេញមកស្អែក អូខេគាត់ថាគាត់នឹងបញ្ចេញអស់ហើយអូខេដល់អូខេ thank you អូយបាទនេះគូធំណាស់នេះសោះបងប្អូនអើយបាទបងប្អូនអើយគូធំណាស់នេះសោះបាទតើឥឡូវនេះ